សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍កាន់ channel របស់ខ្ញុំជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំនឹងនាំយកខោ2 model ធ្វើការប្រៀបធៀបគ្នាគឺទី1រង color ពណ៌ខ្មៅហើយទី2គឺ Levi 505 តុកខៀវតើខោមួយណាដែលមានគុណភាពល្អហើយមួយណាសម្រាប់ស្លៀកទៅស័ក្តិសមនឹងលោកអ្នកសូមទស្សនាវីដេអូទាំងអស់គ្នាជាដំបូងយើងទៅមើលលើខោរង color សិនរងលើគឺជាម៉ាកដែលមានប្រវត្តិយូរឆ្នាំណាស់មកហើយនៅសហរដ្ឋអាមេរិកហើយត្រូវបានគេស្គាល់ថាជាខោសម្រាប់អ្នក cowboy ចំណុចពិសេសរបស់ឡើងក្រគឺរចនាផ្ដោតទៅលើភាពរឹងមាំនិងការប្រើប្រាស់បានយូរចំណែក Levi 505វិញគឺជា model ដែលល្បីខ្លាំងរបស់ Levi វាត្រូវបានបង្កើតឡើងនៅឆ្នាំ1967មានលក្ខណៈ zip fly ងាយស្រួលក្នុងការពាក់ជាង Levi 501ដែលប្រើ button fly Levi 505គឺជា model ដែលសម្រាប់ស្រឡាញ់ vintage ជាច្រើនស្វែងរកផងដែរបើយើងមើលផ្នែកខាងក្រោយរបស់ខោទាំងពីរយើងនឹងឃើញសភាពខុសគ្នាឡើងច្បាស់រងលើមាន leech page នៅហោប៉ៅខាងក្រោយនិងមាន logo រងលើពណ៌លឿងនៅផ្នែកខាងលើការដេររបស់រងលើមានភាពសាមញ្ញប៉ុន្តែរឹងមាំខ្លាំងចំណែក Levi 505វិញមាន Oscat stitching ដែលជាស្នាមដេររូបខ្សែកងដ៏ល្បីរបស់ Levi ក្រៅពីនេះវាក៏មាន orange tape ដែលជាចំណុចពិសេសមួយដែលអ្នកស្រឡាញ់ vintage ច្រើនចូលចិត្តផងដែរបើសិនយើងនិយាយអំពី fit វិញរងលើមានលក្ខណៈ straight fit និងមាន wrist ខ្ពស់បន្តិចដែលធ្វើឲ្យអ្នកពាក់ប្រើប្រាស់មានផាសុកភាពចំណែក Levi 505ក៏ជា regular fit ដែរប៉ុន្តែវាមាន style ដែលងាយស្រួលក្នុងការផ្គូផ្គងឬក៏ស្លៀកពាក់ជាមួយនឹងសម្លៀកបំពាក់សម័យទំនើបមិនថាអ្នកពាក់ជាមួយ T-shirt ឬ jacket Levi 505នៅតែផ្ដល់រូបរាង classic ជានិច្ចបើអ្នកចូលចិត្ត style American និង Vogue វាខ្ញុំគិតថា Wrangler គឺជាជម្រើសដ៏ល្អបំផុតប៉ុន្តែបើអ្នកស្រឡាញ់ចូលចិត្ត vintage fashion និង classic style Levi 505គឺជាជម្រើសដែលគួរឲ្យចាប់អារម្មណ៍ជាងបើយើងនិយាយអំពីគុណភាពក្រណាត់ខោទាំងពីរសុទ្ធតែមានលំនាំដែលប្រើប្រាស់បានយូរ Wrangler មានអារម្មណ៍ថារឹងបន្តិចហើយនៅពេលវា fade វានឹងបង្ហាញស្នាម fade ដែលមានលក្ខណៈខុសប្លែកពី Levi 505វិញមាន fade ដែលអ្នកស្រឡាញ់ឌីនជាច្រើនចូលចិត្តដោយសារតែវាបង្កើត honeycomb និង workwear បានយ៉ាងស្រស់ស្អាតប្រសិនបើអ្នកពាក់ជាប្រចាំក្រុមអ្នកដែលចូលចិត្តការប្រម៉ូខោ Levi 505គឺជាជម្រើសដែលមានតម្លៃទីផ្សារល្អជាពិសេសប្រសិនបើខោនោះផលិតនៅអាមេរិកសេរីចាស់បើយើងនិយាយអំពីការវិនិយោគវិញ Levi មានទីផ្សារប្រម៉ូធំទុកជាង Wrangler ជាពិសេស model ដែលផលិតនៅអាមេរិកគឺមានទីផ្សារកើនឡើងជាបន្តបន្ទាប់ប៉ុន្តែ Wrangler ក៏មិនធម្មតាដែរ model vintage ជាច្រើនកំពុងត្រូវការនឹងប្រម៉ូទិញយករបស់ vintage ជាច្រើននៅក្នុងទីផ្សារអន្តរជាតិដូច្នេះបើអ្នកទិញសម្រាប់ពាក់ប្រចាំថ្ងៃ Wrangler គឺជាជម្រើសដ៏ល្អមួយប៉ុន្តែបើអ្នកចង់ប្រម៉ូរបស់បុរាណរបស់ vintage របស់កម្រទុក Levi គឺជាវត្តសាស្ត្រដ៏ល្បីជាជម្រើសដែលគួរពិចារណាផងដែរស្រមោក Wrangler និង Levi 505សុទ្ធតែជាខោ vintage ជាដែលមានគុណភាពល្អ Wrangler លេចធ្លោដោយភាពរឹងមាំនិង style cowboy American ចំណែក Levi 505លេចធ្លោដោយ style classic vintage ជាទីផ្សារប្រម៉ូទទុកដ៏ធំចុះប្រិយមិត្តទស្សនាវីដេអូចូលចិត្តមួយណា Levi Wrangler សូមជួយ subscribe និង like share វីដេអូនេះជួបគ្នានៅវីដេអូក្រោយសូមអរគុណ